បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែស្វែងរកផ្ទះដើម្បីស្នាក់នៅលើផ្លូវជាតិ 6A បងប្អូនថ្ងៃនេះខ្ញុំបាទជីហុកមានផ្ទះវីឡាតូដ៏បណ្ឌិតមួយកន្លែងចង់មកណែនាំជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលវីឡាតូនេះគឺស្ថិតនៅលើផ្លូវកែងបងប្អូនហើយផ្លូវខាងមុខផ្ទះនេះគឺជាផ្លូវភ្លោះដែលងាយស្រួលក្នុងការចេញចូលឡានខ្លាំងមែនទែនឥឡូវនេះយើងចូលទៅមើលផ្នែកខាងក្នុងនៃផ្ទះបន្តទៀតសម្រាប់ផ្ទះវីឡានេះមានច្រកចេញចូល2បងប្អូនមានច្រកសម្រាប់ថ្មើរជើងនេះមួយហើយច្រកឡានមួយហើយសម្រាប់ផ្ទះនេះគឺយើងចូលមកដល់ភ្លាមយើងឃើញ space ធំទូលាយនៅខាងមុខផ្ទះនេះដែលអាចរៀបចំជាកន្លែងអង្គុយជួបជុំគ្រួសារឬក៏មិត្តភ័ក្តិអីបានហើយផ្នែកខាងនោះវិញគឺជាអាងទឹកឯកជនហើយនឹងរោងឡានសម្រាប់អាងទឹកឯកជនវិញក៏ធំទូលាយណាស់ដែរបងប្អូនហើយសម្រាប់រោងឡានវិញអាចចតឡានបាន2ទៅ3គ្រឿងនៅខាងក្នុងហើយខាងក្រៅអាចចតឡាន2 3គ្រឿងដូច្នេះហើយបើសិនជាបងប្អូនមានឡានត្រឹម5 6គ្រឿងអីគឺស្រួលក្នុងការចំណតមែនទេបងប្អូនអត់ខ្វះចំណតទេហើយម៉ូដផ្ទះក៏ modern ណាស់ដែរហើយផ្នែកខាងក្រោយនេះវិញគឺជាបន្ទប់មួយដែលអាចប្រើប្រាស់បានច្រើនមែនទែននេះគេដាក់ជាពីងប៉ុងរូមបងប្អូនឬក៏បងប្អូនដាក់ជាម៉ាស៊ីនហាត់ប្រាណអីក៏បានដែរហើយផ្នែកខាងក្រោយវិញគឺជាបន្ទប់សម្រាប់អ្នកស្នាក់នៅជាមួយបងប្អូនមាន2 3បន្ទប់អាចប្រើប្រាស់តាមតម្រូវការជាក់ស្ដែងផ្ទះនេះអូននៅក៏អត់សូវបានមកនៅទេសារគាត់មានផ្ទះច្រើនបងប្អូនអញ្ចឹងហើយគាត់ចង់បញ្ចេញវិញហើយផ្នែកខាងក្រោយនេះក៏សល់ដីធំទូលាយណាស់ដែរជុំវិញផ្ទះតែម្ដងឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងផ្ទះបន្តទៀតបងប្អូនបាទឥឡូវនេះយើងបានចូលមកដល់ខាងក្នុងផ្ទះនេះហើយសម្រាប់ផ្ទះនេះនៅពេលដែលបងប្អូនបើកទ្វារចូលមកដល់ភ្លាមបងប្អូននឹងឃើញបន្ទប់ទទួលភ្ញៀវមួយយ៉ាងធំទូលាយតែម្ដងដែលបំពាក់មកជាមួយនឹងគ្រឿងសង្ហារឹមផ្សេងៗគ្រឿងអេឡិចត្រូនិកហើយនិងប្រព័ន្ធសំឡេងរួចជាស្រេចផងដែរសម្រាប់ផ្ទះនេះគឺគេប្រើប្រាស់មកជាមួយនឹងកញ្ចក់ដែលផ្ដល់ជាលំហូរខ្យល់ហើយនិងពន្លឺធម្មជាតិចូលមកខាងក្នុងផ្ទះល្អមែនទេបងប្អូនសំខាន់បន្ទប់ទូភ្ញៀវនេះគឺមើលទៅឃើញអាងហែលទឹកដែលនៅក្បែរផ្ទះនេះបងប្អូនស្រស់ស្អាតស្រស់ស្រាយខ្លាំងមែនទែនហើយផ្នែកខាងក្រោយនេះគឺជាបន្ទប់អាហារបងប្អូនកន្លែងដាក់តុអាហារហើយនឹងផ្ទះបាយសម្រាប់ផ្ទះបាយនេះគេធ្វើមកជាតម្រងអក្សរ L បំពាក់មកជាមួយនឹងទូចក្រានលើក្រោមម៉ាស៊ីនបូមផ្សែងហើយនឹងចក្រានអគ្គិសនីរួចជាស្រេចផងដែរហើយផ្នែកខាងក្រោយនេះគឺមានបន្ទប់មួយបងប្អូននៅចំហៀងផ្ទះមានបន្ទប់អ្នកស្នាក់នៅជាមួយមួយតូចល្មមអាចប្រើប្រាស់សម្រាប់ដាក់អីវ៉ាន់ក៏បានឬក៏សម្រាប់ឲ្យអ្នកស្នាក់នៅជាមួយប្រើប្រាស់ក៏បានហើយខាងនោះគឺជាបន្ទប់ទឹកបងប្អូនហើយដីខាងក្រោយនេះគឺសល់ធំទូលាយបងប្អូនអាចដើរមកអត់មានទៅអីទេឥឡូវនេះយើងចូលមកមើលផ្នែកខាងក្នុងផ្ទះបន្តទៀតបងប្អូនសម្រាប់ជាន់ផ្ទាល់ដីនេះគឺនៅមានបន្ទប់ទឹកមួយបងប្អូនសម្រាប់ប្រើប្រាស់រួមភ្ញៀវប្រើប្រាស់ឬក៏សមាជិកគ្រួសារប្រើប្រាស់នៅពេលដែលចង់ជួបជុំគ្នាជុំផ្ទាល់ដីនេះមានចានប្រគុណមួយមានស៊ីងលាងដៃមានកញ្ចក់អីចឹងទៅហើយក៏មានបន្ទប់ដៃវ៉ាន់មួយនៅខាងក្រោមកាន់ដដែលនេះផងដែរឥឡូវនេះយើងឡើងទៅមើលជាន់ទី1បន្តទៀតហើយសម្រាប់ផ្ទះនេះគេប្រើប្រាស់មកជាមួយកញ្ចក់ផ្ដល់ជាពន្លឺមកអត់បាច់បើកភ្លើងក៏ភ្លឺដែរបងប្អូនហើយសម្រាប់ជាន់ទី1នេះគឺមានបន្ទប់គេងចំនួន2បងប្អូនគឺបន្ទប់សមាជិកគ្រួសារមួយហើយនិងបន្ទប់មេគ្រួសារមួយសម្រាប់បន្ទប់មេគ្រួសារនេះគឺមានភាពធំទូលាយខ្លាំងមែនទេបងប្អូនមានជាបន្ទប់សម្រាប់ទទួលភ្ញៀវផ្ទាល់ខ្លួនហើយនិងបន្ទប់គេងនេះគឺធំខ្លាំងបងប្អូនបំពាក់មកជាមួយនឹងគ្រឿងសង្ហារឹមហើយនឹងដេកូមកពេញតែម្ដងមានទូរទស្សន៍ Samsung យ៉ាងធំមួយហើយក៏មានមកជាមួយនឹងបន្ទប់ make up room បងប្អូនដាក់សម្ភារៈផ្សេងហើយនឹងបន្ទប់ទឹកមួយដែលធំទូលាយមានមញ័រសម្រាប់គេងត្រាំទឹកផងដែរហើយសម្រាប់បន្ទប់ master bedroom នេះក៏មានមកជាមួយនឹងវេរ៉ង់ដាយ៉ាងធំទូលាយផងដែរបងប្អូនបែរទៅខាងមុខផ្ទះហើយមើលទៅឃើញខាងសួនបងប្អូនហើយផ្លូវខាងមុខផ្ទះនេះគឺផ្លូវភ្លោះងាយស្រួលក្នុងការចេញចូលឡានខ្លាំងមែនទែនវេរ៉ង់ដាធំខ្លាំងបងប្អូនអាចដាក់កៅអីជួបជុំគ្រួសារមានកម្មវិធីអីក៏បានដែរ
ឥឡូវយើងចូលទៅមើលបន្ទប់សមាជិកគ្រួសារនៅខាងក្រោយវិញម្ដងសម្រាប់បន្ទប់សមាជិកគ្រួសារក៏មិនចាញ់បន្ទប់ master bedroom មកទេបងប្អូនមានមកជាមួយនឹងទូដាក់ខោអាវ built in មកដូចជាស្រេចហើយបន្ទប់គេងក៏មាន decor មកស្អាតដែរសម្ភារៈនេះគឺប្រណិតខ្លាំងមែនទេបងប្អូនហើយក៏មានមកជាមួយនឹងបន្ទប់ទឹកឯកជនមួយផងដែរអញ្ចឹងសម្រាប់ជាន់ទី1គឺមានតែប៉ុណ្ណឹងឥឡូវយើងឡើងទៅមើលជាន់ទី2បន្តទៀតជាន់ទី2ក៏មានបន្ទប់គេងចំនួន2ដែរបងប្អូនហើយ layout មានភាពខុសគ្នាតិចតួចទៅនឹងបន្ទប់នៅខាងក្រោមសម្រាប់បន្ទប់នៅខាងមុខវិញគឺមានមកជាមួយនឹងliving room តខ្លួនមួយផងដែរអាចរៀបចំបាន decor មករួចស្រេចដាក់តែវ៉ាន់មកគឺប្រើប្រាស់បានតែម្ដងហើយសម្រាប់បន្ទប់គេងវិញក៏ធំទូលាយដែរបងប្អូននឹងមានវេរ៉ង់ដាមួយនៅជាប់នឹងក្រែគេងហ្នឹងមើលទៅឃើញខាងមុខផ្ទះនឹងមាន built in wardrobe ទូដាក់ខោអាវមក decor មកជាប់អញ្ចឹងតែម្ដងហើយបន្ទប់ទឹកវិញក៏ធំទូលាយដែរឥឡូវយើងទៅមើលបន្ទប់គេងសមាជិកគ្រួសារនៅខាងក្រោយផ្ទះសម្រាប់បន្ទប់គេងសមាជិកគ្រួសារនៅខាងក្រោយនេះ decor មករៀងសម្រាប់កូនស្រីបងប្អូនមានពណ៌ព្រាមផ្កាឈូកអីចឹងស្អាតមែនទេបងប្អូនធំទូលាយអាច decor អីបន្ថែមបានច្រើនឬក៏មិនចាំបាច់ decor ក៏បានដែរបងប្អូនថាអ្វីដែលត្រូវការប្រើប្រាស់គឺគេបំពាក់មកដូចស្រេចអស់ហើយទប់ទឹកនេះអីអូខេសម្រាប់ផ្ទះហ្នឹងគឺមានតែប៉ុណ្ណឹងទេបងប្អូនផ្សេងជាបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមឬក៏ចង់មកមើលផ្ទះផ្ទាល់អាចតាក់ទងមកខ្ញុំបានអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចាំជួយ Subscribe Channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានផ្ទះល្អៗបន្តទៀត